សូមជូនរឿងម្ចាស់ស្រីកំពូលឆ្នាស់យប់ខែរនោចដួងច័ន្ទលូនពួនក្បែរជើងមេឃផ្ទៃមេឃប្រែក្លាយងងឹតសូន្យសងបោកផ្សំខែនេះជារដូវដើមឆ្នាំផងនោះមេឃគឺងងឹតឆឹងរកកលភ្លៀងតែម្ដងខ្យល់បក់វូវូផ្លេកបន្ទោលក៏ពុះជ្រៃអាកាសព្រាកមួយសន្ទុះក្រោយមកដំណក់ទឹកភ្លៀងក៏ធ្លាក់មកប្រៅនៅក្រោមព្រះភិរុណដ៏ខ្លាំងនេះយើងសង្កេតឃើញខ្ទមផ្ទះស្លឹកមួយកណ្ដាលវាលស្រែម្នាក់ឯងបំភ្លឺដោយចង្កៀងប្រេងកាតលឹមដែលឲ្យយើងឃើញព្រាលនៅរូបរាងយុវៈកំឡោះម្នាក់ក្នុងវ័យប្រហែល20ឆ្នាំស្គមស្គាំងខ្មៅស្រអែមកំពុងអង្គុយយំអោបរូបថតម្ដាយជាប់នឹងដើមទ្រូងខណៈនោះបុរសវ័យចំណាស់ម្នាក់រត់មកដោយពាក់អាវភ្លៀងជិតឈឹងមកដល់ផ្ទះគាត់ក៏ដោះអាវភ្លៀងហាលរួចដើរទៅអង្គុយជិតវិនុបហើយក៏ទះស្មាតិចវិបុលអើយកាត់ចិត្តទៅម៉ែរបស់ក្មួយគាត់ទៅបានស្ងប់ហើយកំឡោះវិបុលទឹកភ្នែកខ្ញុំតូចចិត្តណាស់លោកអ៊ំដែលខ្ញុំមិនអាចរកលុយឲ្យច្រើនមកព្យាបាលអ្នកម៉ែបានបុរសចំណាស់ដកដង្ហើមធំណាស់ហើយកុំបន្ទោសខ្លួនឯងអីវិបុលការពិតម្ដាយរបស់ក្មួយឈឺយូរហើយគាត់រស់នៅរាល់ថ្ងៃទាំងឈឺចុកចាប់ពីពេលនេះទៅគាត់លែងឈឺទៀតហើយក្មួយត្រូវរឹងមាំឡើងផ្លូវជីវិតក្មួយនៅវែងឆ្ងាយណាស់អ៊ំថងគឺជាអ្នកចិត្តខាងរបស់វិបុលដោយឃើញវិបុលជាក្មេងល្អកតញ្ញូចំពោះម្ដាយគាត់ក៏ស្រឡាញ់អ្នកកំឡោះណាស់ចំណែកវិបុលវិញក៏ស្រឡាញ់គាត់ណាស់ដែរអ្នកកំឡោះជូតទឹកភ្នែកបាទលោកអ៊ំក្មួយសូមអរគុណលោកអ៊ំណាស់ដែលជួយក្មួយនិងអ្នកម៉ែកន្លងមកអ៊ំថងញញឹមមិនអីទេក្មួយយើងជាអ្នកចិត្តខាងគ្នាត្រូវចេះជួយទុកធុរៈគ្នាអញ្ចឹងហើយអ៊ំមានរឿងសំខាន់មួយប្រាប់អ៊ំបានតាក់ទងទៅប្អូនអ៊ំឲ្យរកការងារឲ្យក្មួយធ្វើឥឡូវគាត់សរសេរសម្បត្តិមកប្រាប់អ៊ំថាសុំចវាយគាត់ឲ្យក្មួយបានហើយការងារអ្វីដែរលោកអ៊ំថងញញឹមតបអ៊ំឃើញឯងស្រឡាញ់សុកស្រែជួនអីប្អូនប្រុសអ៊ំធ្វើការនៅខេត្តបាត់ដំបងចៅវាយគេមានណាគាត់មានដី30ហិកតាធ្វើស្រែពេញមួយឆ្នាំព្រោះមានប្រភពទឹកគ្រប់គ្រាន់មាននប់ដកដង្ហើមធំមានហើយលោកអ៊ំក្មួយស្រឡាញ់ស្រុកស្រែណាស់បើគុំតែលោកពុកលក់លេងលបែងគុំអីដីស្រែក្មួយមិនអស់រលីងទេហើយត្រូវមកសុំដីស្រែលោកអ៊ំធ្វើផ្ទះនៅទៀតអ៊ំថងដកដង្ហើមធំណាស់ហើយឈប់រំលឹកពីរឿងអតីតកាលទៅពុកម៉ែក្មួយទៅបានស្ងប់ហើយឯងដែលនៅរស់កុំទៅលេងលបែងដូចខ្មោចពុកឯងទៅបានហើយមាននប់មុខស្ងួតក្មួយដឹងហើយលោកអ៊ំលបែងគ្មានផលល្អសម្រាប់មនុស្សទេមានតែសេចក្តីវិនាសប៉ុណ្ណោះអ៊ំថងងើបឈររៀបអីវ៉ាន់ទៅស្អែកឡើងឡានទៅខេត្តបាត់ដំបងនៅមុខផ្ទះអ៊ំបាទលោកអ៊ំថងគោះស្មាវិបុលតិចរួចក៏ដើរចេញទៅវិបុលទុករូបធម្មតានៅលើទូរួចក៏ប្រញាប់រៀបសម្លៀកបំពាក់ទុករួចជាស្រេចពេញមួយយប់អ្នកកំឡោះដេកមិនលក់ទេ
បន់ឲ្យតែភ្លឺនិងប្រញាប់ចេញទៅរកការងារធ្វើដើម្បីរកលុយមកទិញដីស្រែដែលលោកពុករបស់គេលក់ការលេងល្បែងចាញ់នៅមុខផ្ទះកំឡោះវិបុលលើកដៃសំពះលាអំថងគាត់លើកដៃអង្អែលក្បាលមេនុបញញឹមខិតខំធ្វើការណាក្មួយធ្វើការផ្ទះគេឲ្យដូចផ្ទះយើងត្រូវប្រកាន់ភ្ជាប់ភាពស្មោះត្រង់និងកតញ្ញូជាប់ក្នុងខ្លួនជានិច្ចទោះក្មួយទៅដល់កន្លែងណាក៏មានគេគោរពស្រឡាញ់ជានិច្ចបានលោកអ៊ំក្មួយនឹងចងចាំដំបូន្មានរបស់លោកអ៊ំទុកក្នុងចិត្តរហូតទៅចប់ប្រយោគមាននប់ក៏លើកអីវ៉ាន់ដាក់ឡានអ៊ំថងញញឹមក្រវីដៃលាតតែឡានចេញផុតដាច់កន្ទុយភ្នែកម៉ោង11ទើបពីនប់កំសត់មកដល់បេនឡានខេត្តបាត់ដំបងពូសុងដែលជាប្អូនប្រុសរបស់អ៊ំថងក៏មកទទួលអ្នកកំឡោះវិបុលលើកដៃសំពះជំរាបសួរពូលើកដៃថ្វាយព្រះក្មួយឡើងម៉ូតូមកយើងត្រូវធ្វើដំណើរ10គីឡូម៉ែត្រទៀតបានដល់ផ្ទះចៅហ្វាយពូបាទពូផ្លូវដែលមេនុបធ្វើដំណើរគឺតាមផ្លូវលំទោះល្វើយយ៉ាងណាក៏ដោយអ្នកកំឡោះក៏មិនភ្លេចចោលភ្នែកក្រឡេកមើលទេសភាពតាមដងផ្លូវឡើយដងភ្នំព្រឹកព្រៃវាស្រែវាស្រូវពិតជាខៀវស្រងាត់ស្រស់ស្អាតជាទីគប់ភ្នែកសត្វស្លាបទាំងវងហើរពីដើមឈើមួយទៅដើមឈើមួយវិបុលញញឹមដោយមិនដឹងខ្លួនអារម្មណ៍ហាក់បានធូរស្បើយពីការហត់នឿយម៉ោង6ល្ងាចទើបពូសុងដកវិបុលមកដល់កន្លែងធ្វើការរបស់គាត់ចៅហ្វាយរបស់ពូសុងឈ្មោះលោកសម្បត្តិលោកសម្បត្តិជាមនុស្សមានចិត្តល្អសប្បុរសធម៌ការគ្រប់គ្រងមនុស្សដោយក្តីមេត្តាករុណាកូនចៅរបស់គាត់គោរពស្រឡាញ់លោកសម្បត្តិគ្រប់គ្នាលោកសម្បត្តិជាពោះម៉ាយយូរឆ្នាំហើយគាត់មានកូនស្រីជាដួងចិត្តតែមួយគត់ឈ្មោះសុមាលីសូមរងចាំសន្តាប់ភាគបន្តសូមអរគុណសូមជួយចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូរឿងថ្មីៗសូមអរគុណ